ចាំបងប្អូនថ្ងៃនេះទៅផ្សារឃើញជាមួយនឹងឈាមនឹងក៏ល្អតៅហ៊ូនឹងក៏ល្អហើយជាមួយនឹងចាដើមចាឆាយនឹងក៏ល្អដែរបងប្អូនហើយមានជាមួយស្ដៅបន្តជាមួយនឹងសាច់ជ្រូក3ជាន់យើងមកឆាជាមួយនឹងដើមជីឆាយទាំងអស់គ្នាអញ្ចឹងតកតងជាមួយនឹងការឆាជាមួយនឹងដើមកញ្ឆាយជាមួយនឹងតៅហ៊ូនេះចាជាដំបូងហ្នឹងគឺខ្ញុំដាក់ជាមួយនឹងខ្ទឹមបងប្អូនដំជាមួយនឹងខ្ទឹមសចាបន្ទាប់មកបងប្អូនធ្វើការលេងឲ្យឈ្ងុយបន្ទាប់មកយើងធ្វើការដាក់សាច់ជ្រូកចូលហើយសម្រាប់សាច់គឺខ្ញុំរើសជាមួយនឹងសាច់3ជាន់បងប្អូនដឹងអត់ការរើសជាមួយនឹងសាច់3ជាន់ណាធ្វើឲ្យយើងញ៉ាំទៅមកហូបមួយមុខនេះគឺឆ្ងាញ់តែម្ដងបើសិនជាយើងឆាជាមួយនឹងសាច់សុទ្ធអីអត់ឆ្ងាញ់ទេខ្ញុំមកកាលពីតូចពេលទៅផ្សារទៅអីចូលចិត្តទិញសាច់ជ្រូកចេកសុទ្ធគាត់ថាសាច់សុទ្ធហ្នឹងវាឆ្ងាញ់អញ្ចឹងណាតែឥឡូវអត់ទេបងប្អូនអើយចាទិញសាច់អីគឺរកតែសាច់3ជាន់ទេវាមានខ្លាញ់តិចទេទោះបីជាញ៉ាំហើយវារៀងឡើងគីឡូតិចមែនតែចូលចិត្តញ៉ាំអីចឹងទៅចាហើយបន្ទាប់ពីនឹងមកយើងដាក់ជាមួយនឹងតៅហ៊ូហើយសម្រាប់តៅហ៊ូនេះខ្ញុំលេខសាច់ដាក់មួយចំហៀងហើយខ្ញុំកូរមួយតៅហ៊ូបន្តិចមកឲ្យតៅហ៊ូរបស់យើងហ្នឹងវារៀងក្រៀមអីចឹងណាបងប្អូនចាអញ្ចឹងបន្ទាប់ពីយើងបានដាក់ជាមួយនឹងតៅហ៊ូហើយចាខ្ញុំដាក់ជាមួយនឹងឈាមចូលចានិយាយថាឈាមនេះគឺល្អខ្លាំងណាបងប្អូនអើយចាល្អខ្លាំងចាអញ្ចឹងខ្ញុំលេខជាមួយនឹងតៅហ៊ូដាក់មួយចំហៀងមកខ្ញុំដាក់ឈាមចូលដើម្បីឲ្យឈាមរបស់យើងនឹងក្រៀមអីចឹងណាចាអញ្ចឹងបន្ទាប់ពីឈាមរបស់យើងក្រៀមហើយខ្ញុំធ្វើការចាកូរច្បល់ចូលបែបនេះតែម្ដងចាបន្ទាប់ពីកូរបែបនេះហើយខ្ញុំទុកឲ្យមកម្លើយឲ្យវាឆ្អិនឆ្អិនជាមួយនឹងសាច់ជ្រូកសិនខ្ញុំដាក់ជាមួយនឹងគ្រឿងទេសតែម្ដងចឹងគ្រឿងទេសរបស់ខ្ញុំមានជាមួយនឹងប្រេងខ្យងចាក៏ដូចជាមួយនឹងប៊ីចេងចាហើយក៏ដូចជាមួយនឹងស្ករមកដែរចាហើយដាក់ជាមួយនឹងទឹកត្រីហើយទឹកត្រីមហូបមុខនេះសម្រាប់ខ្ញុំវិញខ្ញុំមកដាក់ទឹកត្រីលោបឯងបងប្អូនដាក់ទឹកត្រីល្មមឯងចាមួយសាព្រាជាងអីទីទួចហ្នឹងទៅតាមមុខម្ហូបនិងតម្រូវការរបស់គ្រួសាររបស់យើងអញ្ចឹងណាបងប្អូនចាទៅតាមសមាជិកនៃទំហំនៃការធ្វើរបស់យើងចាអញ្ចឹងបន្តមកទៀតបងប្អូនហើយចាយើងធ្វើការកូរបែបនេះមកចាតើពីកោបែបនេះឲ្យបងប្អូនមានអារម្មណ៍មិនដែរខ្ញុំដឹងថាបងប្អូនពេលដែលមើលវីដេអូរបស់ខ្ញុំហើយគឺដឹងថាថ្ងៃហ្នឹងគឺដឹងតែទៅធ្វើម្ហូបមួយមុខនឹងដែរហ្មងចាម្ហូបរបស់ខ្ញុំធ្វើគឺជាម្ហូបដែលសាមញ្ញចាបន្ទាប់មកម្ហូបរបស់យើងឆ្អិននេះខ្ញុំដាក់ជាមួយនឹងដើមជីឆាកញ្ឆាយចូលប៉ុន្តែអាសនអន់ក្រអីបងប្អូនណាចានេះវាថាដាក់ដើមឆាយហើយភ្លើងអស់លេងចាតែមើលហ្គាសហ្នឹងហ្គាសក៏អស់ទៀតចាហើយក៏រត់ទៅដូរហ្គាសមិនទុះទៅអីចឹងណាបងប្អូនចាក៏មើលតែអញ្ចឹងឯណាចាតែភ្លេចដូរហ្គាសចាហើយហត់ទៅដូរហ្គាសដូរអីចឹងទៅបានមកឆាសាច់គោអីបន្ថែមអីទៀតចឹងណាបងប្អូនចាហើយម្ហូបមុខនេះឯងចាយូរបានធ្វើម្ដងអីបងប្អូនសម្រាប់ម្ហូបមុខនេះគឺខ្ញុំចូលចិត្តជាខ្លាំងអញ្ចឹងណាចាចុងក្រោយហ្នឹងយើងធ្វើការដាក់ជាមួយនឹងសណ្តែកបន្តតិចមកចានិយាយពីថាជាតិ10ជាតិមែនតែនបងប្អូនអើយតំណងខ្លាំងណាចានិយាយពីថាភ្លក់ទៅចាគ្រប់ម៉ាត់នៅក្នុងសាច់របស់យើងគឺថានិយាយពីថាឆ្ងាញ់តែម្ដងចាគឺឆ្ងាញ់ខ្លាំងតែម្ដងនេះបងប្អូនចានិយាយពីថាញ៉ាំហើយនិយាយពីថាអាមចាអាមខ្លាំងមែនតើចាអញ្ចឹងកុំភ្លេចជាមួយនឹងមុខម្ហូបមុខនេះចាអញ្ចឹងមុខម្ហូបមុខនេះហៅថាឆាតៅហ៊ូឆាតៅហ៊ូអីគេបងប្អូនឆាតៅហ៊ូសណ្ដែកស្លឹកកញ្ឆាយសណ្ដែកស្លឹកកញ្ឆាយមានឈាមមានអីចឹងណាអញ្ចឹងមានតែហៅបែបហ្នឹងឯងបងប្អូនហៅបែបងាយអីចឹងណាចាសំខាន់ម្ហូបរបស់យើងពុះហើយឡើយឆ្អិនហើយបងប្អូនអើយ